នថ្ងៃនេះយើងមកឆាមឹកជាមួយនឹងបន្លែគ្រប់មុខតើឥឡូវយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាដំបូងយើងដាក់ខ្ទះឲ្យក្តៅបន្ទាប់មកយើងចាក់ខ្លាញ់ដើម្បីបំពងជាមួយនឹងខ្ទឹមសខ្ទឹមសយើងឡើងក្រហមល្មមហើយយើងចាប់ផ្ដើមដាក់ស្ករសម្រាប់ស្ករខ្ញុំដាក់កន្លះស្លាបព្រាបន្តមកទៀតយើងចាប់ផ្ដើមដាក់ប្រេងខ្យង1ស្លាបព្រាប៊ីចេក1ចុងស្លាបព្រារ៉ូឌី1ចុងស្លាបព្រាហើយយើងចាប់ដើមកូរវាឲ្យសព្វគ្រឿងល្អបន្ទាប់ពីគ្រឿងឡើងឈ្ងុយល្អហើយយើងចាប់ផ្ដើមដាក់មឹករបស់យើងចូលសម្រាប់ទឹកត្រីខ្ញុំដាក់1ស្លាបព្រាមកយើងដាក់ម្រេចសម្រាប់ម្រេចតាមបងប្អូនចូលចិត្តហឹរដាក់ច្រើនទៅបើថាអត់ទេក៏អត់ក៏បានដែរបងប្អូនបន្ទាប់ពីសាច់ឡើងឆ្អិនល្មមហើយយើងចាប់ផ្ដើមដាក់បន្លែរបស់យើងចូលមានពេជ្រប៉ោះខ្ទឹមបារាំងហើយនិងម្ទេសប្លោកយើងឆាវាត្រឡប់ពី3ត្រឡប់ប្រហែលជា2-3នាទីហើយគឺវាជាការស្រេចរបស់បងប្អូនអរគុណសូមឲ្យបងប្អូននៅតាមដាននៅវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណ